អ្នកនាំពាក្យកងកម្លាំងឆ្មាំងបដិវត្តរងបានផុសតាក់ទងជាមួយនឹងមរណភាពមេយោធារបស់រងដែលទទួលរងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលហើយនិងអាមេរិកមកដល់ម៉ោងនេះយើងដឹងហើយសង្គ្រាមមិនទាន់ចប់មិនទាន់ថមថយកម្ដៅនោះទេតែយើងងាកមកមើលកងយោធាមេយោធាហើយនិងប្រធានាធិបតីរងឲ្យរងមកដល់ពេលនេះបាត់បង់ប្រធានាធិបតីក៏ដូចជាថ្នាក់ដឹកនាំគេម្នាក់ហើយនឹងតាក់ទងជាមួយនឹងមេយោធាគឺច្រើនអ្នកមែនទែនមិនក្រោមពី10អ្នកទេមកដល់ម៉ោងនេះណាតែឥឡូវនេះគឺក្នុងចំណោម4-10អ្នកហ្នឹងឥឡូវមានម្នាក់ទៀតហើយគឺទទួលរងគេហៅថាការបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងដោយការវាយប្រហារពីសហរដ្ឋអាមេរិកហើយនឹងអ៊ីស្រាអែលបងប្អូនម៉ោងនេះណាបាទយើងនិយាយទៅថាកន្លះម៉ោងមុននេះឯងបាទអញ្ចឹងព័ត៌មានខាងរដ្ឋក៏ដូចជាឆ្មាំងរងគឺបានផ្សព្វផ្សាយរឿងមួយនេះបងប្អូនអរគុណមានតែប៉ុណ្្នឹងឯងជួយចែកម្លែកទាំងអស់គ្នាថាតើវិវត្តនៃសង្គ្រាមមួយនេះដើរដល់ចំណុចណាហើយមួយវិញទៀតតើថ្ងៃណាបានស្ងប់ស្ងាត់ចាំខ្ញុំបញ្ជាក់តាមក្រោយហើយបើស្ងប់ស្ងាត់ឬមួយក៏មានព័ត៌មានថ្មីទៀតគឺខ្ញុំនឹងប្រាប់បងប្អូន